បាទជំរាបសួរពុកម៉ែបងប្អូនម្ចាស់ចម្ការទាំងអស់គ្នាថ្ងៃនេះខ្ញុំមុតចន្ទរាតំណាងឲ្យក្រុមហ៊ុន Forward ផ្នែកខាងបច្ចេកទេសលើដំណាំទុរេននិងខាងទីផ្សារហើយថ្ងៃនេះដែរខ្ញុំមានវីដេអូថ្មីមួយជាវីដេអូពិសេសចង់ចែករំលែកដល់ពុកម៉ែបងប្អូនដែលស្ថិតនៅលើវិស័យដំណាំទុរេនគឺពាក់ព័ន្ធជាមួយនឹងឈុតបញ្ចេញផ្ការបស់ក្រុមហ៊ុន Forward របស់យើងអញ្ចឹងចង់ដឹងថាឈុតបញ្ចេញផ្កាឈុតទាញផ្ការបស់ក្រុមហ៊ុន Forward របស់យើងនឹងមានអីខ្លះអូខេខ្ញុំនឹងបង្ហាញជូនពុកម៉ែបងប្អូននៅលើនេះអញ្ចឹងឈុតដែលយើងត្រូវបាញ់បញ្ចេញផ្កាឬក៏ទាញផ្កាទុរេនហ្នឹងគឺយើងមាន4មុខបាទប៉ុន្តែ4មុខហ្នឹងគឺយើងប្រើបាញ់ទៅលើពុះមេឃហ្នឹងចំនួន2ដងប៉ុន្តែជើងទី1យើងប្រើ4មុខជើងទី2យើងប្រើតែ3មុខទេបាទអញ្ចឹងចង់ដឹងថា4មុខហ្នឹងមានអីខ្លះឥឡូវខ្ញុំនឹងបញ្ជាក់ទី1គឺយើងប្រើ For Kali Pro បាទ For Kali Pro គឺវាបានផ្ដាច់nitrogen ហើយមានថា nitrogen របស់វា0អញ្ចឹងលេខរបស់យើងគឺ04152បាទអញ្ចឹងវាជួយទៅលើតែវគ្គផ្កាហើយនិងវគ្គផ្លែទេវាអត់បានជួយទៅលើវគ្គលូតលាស់របស់ត្រួយទេបាទអញ្ចឹងវាជួយពិសេសមែនទែនហើយទី2គឺយើងប្រើទៅលើ For Sweet Amino បាទ For Sweet Amino វាមានលក្ខណៈពិសេសជាច្រើនដូចជាទី1វាធ្វើឲ្យដំណាំរបស់យើងធន់បង្កើនភាពធន់ហើយនិងភាពតានតឹងទី2វាដំណើរការដោយផ្ដល់នៅអាស៊ីតអាមីណូនិងអរម៉ូនរុក្ខជាតិធម្មជាតិដូចជាអុកស៊ីនហើយនិងជីបឺរេលីនដែលវាដំណើរការដោយការប្រែប្រួលបែងចែកកោសិការបស់រុក្ខជាតិឲ្យដំណើរការល្អប្រសើរហើយវាសម្រួលដល់ប្រព័ន្ធឫសមួយទៀតគឺវាធ្វើឲ្យវាបង្កើតនៅអរម៉ូនពិសេសដើម្បីជួយផ្ដល់នៅការអាហារបម្រុងដល់រុក្ខជាតិហើយទី3គឺ Forceps បាទ Forceps គឺជាប្រភេទថ្នាំជំងឺដែលយើងយកមកប្រើក្នុងដំណាក់កាលនេះគឺដើម្បីលាងតាមពុះមេឃព្រោះជាទូទៅយើងមើលឃើញតាមពុះមេឃរបស់យើងមិនអាចមើលដឹងថាវាមានជំងឺផ្សិតរុំព័ទ្ធអត់ទេអញ្ចឹងយើងត្រូវការបាញ់វាមួយជើងទី1យើងត្រូវបាញ់ជាមួយនឹង Forceps ដើម្បីលាងផ្សិតនៅតាមពុះមេឃកុំឲ្យនៅពេលដែលពណ៌ផ្ការបស់យើងចេញមកគឺវារុំព័ទ្ធឲ្យផ្សិតទៅវាធ្វើឲ្យផ្ការបស់យើងក្រៀមទៅវិញឬផ្កាយើងវាចេញមកគឺវាអត់ល្អឬក៏វាខូចបាទទី4គឺយើងប្រើជាមួយនឹងអាតូនិករបស់យើងគឺលីតូសែនបាទលីតូសែនគឺជាអាតូនិកដែលលេខរបស់យើងខ្ពស់មាន 2% បាទអញ្ចឹងអាតូនិកនេះគឺវាជួយជំរុញមានថាវាជួយរំញោចទៅបើកភ្នែកផ្កានៅតាមពុះមេឃហ្នឹងឲ្យវាមានចេញមកលឿនចេញមកខ្លាំងហើយមានកម្លាំងបាទអញ្ចឹង4មុខហ្នឹងគឺយើងប្រើដោយមានប្រសិទ្ធភាពហើយបាញ់2ជើង5ថ្ងៃបាញ់ម្ដងបាទ5ថ្ងៃបាញ់ម្ដងបាញ់តែ2ជើងទេបាទហើយការលក្ខណៈរបៀបនៃការបាញ់គឺយើងបាញ់ទៅតាមពុះមេឃរបស់ដើមទុរេនរបស់យើងហើយនឹងគល់ស្លឹកហើយនឹងដើមគល់យើងអត់បាញ់ទេបាទប៉ុន្តែអ្វីដែលមុននឹងយើងចាប់ដើមរៀបចំឈុតបាញ់ទាញផ្ការបស់យើងប្រើប្រាស់មានប្រសិទ្ធភាពយើងត្រូវពិនិត្យទៅលើសុខភាពដើមនិងស្ថានភាពស្លឹករបស់យើងសិនឧទាហរណ៍ដូចស្លឹកខាងក្រោយខ្នងរបស់ខ្ញុំបាទយើងឃើញថាស្លឹកចុងក្រោយរបស់យើងគឺឡើងពណ៌ចាស់អស់ហើយបាទនេះឃើញទេពណ៌បៃតងកម្ៅចាស់ហើយឃើញទេបាទអញ្ចឹងនេះហើយគឺជាស្លឹកដែលយើងអាចផលិតបានហើយបាទឃើញទេពុកម៉ែបងប្អូនឃើញទេបាទនេះឃើញទេអញ្ចឹងនេះគឺជាស្លឹកចុងក្រោយដែលវាវិវត្តទៅពណ៌បៃតងចាស់បាទអញ្ចឹងយើងអាចធ្វើការបាញ់ជំរុញទៅតាមពុះមេឃទាញពណ៌ផ្កាបានហើយប៉ុន្តែយើងត្រូវមិនមែនតែការបាញ់មួយមុខហ្នឹងគឺជួយធ្វើឲ្យផ្ការបស់យើងចេញមកខ្លាំងទេគឺយើងរួមផ្សំជាមួយនឹងការធ្វើ stress ទឹកបាទអញ្ចឹងការធ្វើ stress ទឹកជាក់ស្ដែងគឺយើងមិនអាចកំណត់ឲ្យត្រូវថាប្រហែលថ្ងៃដាក់ម្ដងហើយទឹកប្រហែលនាទីដាក់ម្ដងទេអាស្រ័យទៅលើស្ថានភាពតំបន់នីមួយៗរបស់ចម្ការទីហោសន្តានដីសំណើមបរិយាកាសបាទអញ្ចឹងម្ចាស់ចការដែលគាត់នៅចម្ការគឺគាត់ត្រូវតែមានកាតព្វកិច្ចតាមដានជាប្រចាំឧទាហរណ៍ថាយើងថាបងត្រូវដាក់ទឹក3ថ្ងៃម្ដងមួយសើមដាក់ក្នុងរង្វង់មេឃប៉ុន្តែស្រាប់តែដាក់បានតែ2ថ្ងៃស្លឹកវារញោមវាសពូនអញ្ចឹងយើងអត់អាចនៅបន្តអញ្ចឹងបានទេយើងត្រូវតែផ្លាស់ប្ដូរយើងត្រូវតែបន្ថយថ្ងៃមកវិញអញ្ចឹងអ្នកដែលនៅចម្ការគឺត្រូវច្បាស់ជាងបាទថាតាមដានជាប្រចាំបាទអញ្ចឹងយើងមើលណាយើងឲ្យខាងក្រោមដើមគឺត្រូវតែស្អាតត្រូវតែសម្អាតខាងក្រោមដើមឲ្យស្អាតគឺមានតែដីអត់មានស្មៅទេចុងមេឃដល់ណាគឺយើងសម្អាតដល់ហ្នឹងបាទដោយរូបភាពដែលយើងបង្ហាញជូនបាទគឺសម្អាតឲ្យស្អាតខាងក្រោមគឺមានតែដីគឺការធ្វើ stress ទឹករបស់យើងគឺមានប្រសិទ្ធភាពលឿនហើយវាឆាប់ចេញការបានខ្លាំងបានល្អបានលឿនបាទអូខេអញ្ចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងអរគុណច្រើនបាទ